ខ្ញុំព្យាយាមលាក់ទាំងស្លាក់ស្នាមទាំងរបួសផ្លូវចិត្តតែបងប្អូនទាំងអស់គ្នាដឹងអត់มันប្រកាសថាយើងព្យាយាមលាក់រឿងវាចោះពេកកំឡុងពេលដែលខ្ញុំកំពុងតែជួបទុក្ខខ្ញុំពិបាកខ្លាំងខ្ញុំវេទនាខ្លាំងកម្រិតណាក៏ដោយក៏ខ្ញុំអត់បញ្ចេញវាខ្ញុំអត់ show វាដែរការលាក់បាំងគ្រប់បែបយ៉ាងគឺខ្ញុំអត់ចង់បង្ហាញវាក៏ប៉ុន្តែវានៅធ្លាយនៅថ្ងៃណាមួយដូចថ្ងៃនេះអញ្ចឹងវាធ្លាយចេញមកមិនមែនសុកវាធ្លាយចេញមកឯងពីព្រោះអីខ្ញុំព្យាយាមស្ងាត់ខ្ញុំអត់តបតខ្ញុំអត់ចង់ឲ្យមានរឿងអ្វីទាំងអស់សុំតែម្យ៉ាងដើរចេញដោយក្តីសុខសុំនៅដោយរៀងខ្លួនប៉ុន្តែគេគិតដូចខ្ញុំនៅជាមួយគ្នាមិនផ្ដល់ក្តីសុខឲ្យខ្ញុំហើយនៅពេលដែលខ្ញុំដើរចេញមកផុតគឺកាន់តែមិនឲ្យក្តីសុខមកខ្ញុំទីនិយាយការពិតខ្ញុំអត់ថាបង្កើតរឿងបង្ខូចខ្ញុំបង្ខូចឈ្មោះខ្ញុំធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យគេស្អប់ខ្ញុំគេមើលឃើញមកថាខ្ញុំគឺជាមនុស្សអាក្រក់របួសផ្លូវកាយវាឈឺស្មើរបួសផ្លូវចិត្តទេរបួសផ្លូវចិត្តគឺវាពិតជាឈឺខ្លាំងយកតែមែនតើហ្មងរបួសផ្លូវកាយអាចបិទបាំងអាចយកម្សៅលាបបានតែរបួសផ្លូវចិត្តគឺពិបាកខ្លាំងមែនតើតើតែមនុស្សនឹងរឹងមាំទៅអាចលាក់បាំងវាបានដូចខ្ញុំជាដើមនៅពេលដែលខ្ញុំពិបាកពេលនេះឲ្យសភាពដែលខ្ញុំទៅថតពេលដែលខ្ញុំទៅថតខ្ញុំទៅអីខ្ញុំពិបាកមិនក៏ដោយត្រូវទុករឿងពិបាកនឹងម្លេចដើម្បីធ្វើការងារឲ្យបានល្អកំឡុងពេលដែលខ្ញុំមានស្លាកស្នាមតើខ្ញុំទៅថតគឺខ្ញុំធ្វើមិនអត់មានអីពិបាកទេម្សៅមានគឺអាចបិទបាំងស្នាមមួយនឹងបានតែបើផ្លូវចិត្តខ្ញុំវិញពេលខ្លះគឺវាអស់ហលីងហ្មងផ្លូវចិត្តខ្ញុំពេលខ្លះគឺវាលែងរឹងមាំឯងទៅថតក៏មានបងដែលគាត់អាចមើលដឹងថាខ្ញុំកំពុងតែលំបាកចិត្តខ្ញុំកំពុងតែអត់សុបាយចិត្តតែធ្វើមិនខ្ញុំត្រូវតែបំពេញការងាររបស់ខ្ញុំមកនេះខ្ញុំនិយាយអ្វីដែលជាការពិតអ្វីដែលជាការពិតនៅនឹងមុខខ្ញុំមានផុសតាំងខ្ញុំមានគ្រប់យ៉ាងមុននឹងខ្ញុំនិយាយគឺសិតតែមានផុសតាំងនៅក្នុងដៃទាំងអស់ហើយខ្ញុំក៏ដែរគិតថាខ្លួនឯងដើរមកដល់ផ្លូវនេះដែរខ្ញុំអត់ដែរគិតអត់ដែរសំបីតែគិតមិនហ៊ានសំបីតែគិតគ្មានមនុស្សស្អីណាចង់ឲ្យគេខ្លួនឯងឲ្យមនុស្សគ្រប់គ្នាបានដឹងទេប៉ុន្តែពេលខ្លះបើសិនជាយើងស្ងំពេកទាំងដែលយើងគឺជាជនរងគ្រោះយើងបានឈឺចាប់គ្រប់យ៉ាងចុងក្រោយគេរុញឲ្យយើងខ្លាចគេជាមនុស្សខកអញ្ចឹងហើយក្នុងនាមខ្ញុំគឺជាមនុស្សស្រីដែលរងគ្រោះម្នាក់ខ្ញុំត្រូវតែចេញមុខការពារខ្លួនឯងផុសការពារហងកិត្តិយសរបស់ខ្លួនឯងរឿងប៉ុណ្នេះសួរថាខ្ញុំអាចទ្រាំបានអត់ខ្ញុំអាចទ្រាំបានក៏ប៉ុន្តែខ្ញុំអត់ចង់ទ្រាំទៀតខ្ញុំចង់ផុសខ្ញុំចង់ឲ្យគេដឹងថាខ្ញុំមិនមែនជាមនុស្សដូចការគិតគេពីព្រោះអ្នកខ្លះគឺគេអត់ដឹងទេគេមើលតែមួយខាងគេគិតថាខ្ញុំអាក្រក់អញ្ចឹងអាក្រក់អញ្ចឹងអញ្ចឹងហើយគឺខ្ញុំត្រូវតែទលាយការពិតនៅថ្ងៃនេះការពិតមួយនេះដែលខ្ញុំទលាយមកគឺមិនមែនជាគោលបំណងមិនមែនជាការគិតគម្រោងទុកទេប៉ុន្តែគឺជាការការពារខ្លួនរបស់ខ្ញុំហើយគេគឺបង្ខំឲ្យខ្ញុំធ្វើបែបហ្នឹងពាក្យមួយដែលគេនិយាយមកថាអត់ល្អទេតែនៅជាមួយគ្នារហូតបានដល់2ឆ្នាំចម្លើយតែមួយគត់ដែលខ្ញុំអាចផ្ដល់ទៅឲ្យបានដោយសារតែការស្រឡាញ់ខ្លាំងទោះបីជាគេលើកដៃវាយម្ដងហើយម្ដងទៀតក៏ដោយក៏ខ្ញុំនៅតែលើកលែងខ្ញុំនៅតែអត់ទោសខ្ញុំនៅតែផ្ដល់ឱកាសមូលហេតុតែមួយគត់គឺខ្ញុំស្រឡាញ់គេខ្លាំងបីតែមនុស្សជុំវិញខ្លួនទាំងមិត្តភ័ក្តិប្រាប់ខ្ញុំឲ្យខ្ញុំដើរចេញពីផ្លូវមួយហ្នឹងក៏ខ្ញុំមិនស្ដាប់អ្នកណាទាំងអស់ខ្ញុំធ្វើទៅតាមបេះដូងរបស់ខ្ញុំរហូតមកដល់ពេលមួយគឺធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនខ្ញុំមានអារម្មណ៍ថាខ្ញុំឆ្អែតខ្ញុំច្អល់ណៃខ្ញុំក៏ខំមាត់សង្កត់ចិត្តដើរចេញពីផ្លូវមួយនោះបាននៅពេលដែលខ្ញុំដើរចេញពីផ្លូវមួយអ្នកទាំងអស់គ្នាខ្ញុំឈឺខ្លាំងបំផុតចិត្តងាប់ចិត្តរស់មិនក៏ដោយខ្ញុំអត់បានទៅ show ខ្ញុំអត់បានត្រាម៉ានៅលើ social media នៅលើសង្គមទាំងអស់ពីព្រោះខ្ញុំចង់ស្ងាត់ខ្ញុំចង់ស្ងៀមស្ងាត់ខ្ញុំឆ្លងវាផុតរហូតមកដល់ដំណាក់កាលមួយផ្លូវចិត្តខ្ញុំលែងអីផ្លូវចិត្តខ្ញុំល្អវិញគេក៏សំដែងធ្វើជាជនរងគ្រោះខ្ញុំខ្លាចទៅជាមនុស្សអាក្រក់ភ្លាមតែខ្ញុំព្យាយាមស្ងប់ស្ងាត់មែនតើបើសិនជាខ្ញុំផុសតាំងពីដំបូងខ្ញុំដឹងថាគេនឹងមានអ្នកជេរនឹងមានអ្នកអីក៏ប៉ុន្តែខ្ញុំមិនធ្វើដោយសារតែខ្ញុំស្រឡាញ់ខ្ញុំអាណិតខ្ញុំអត់ចង់ឃើញមនុស្សដែលធ្លាប់ស្រឡាញ់គ្នាជួបរឿងអញ្ចឹងទេប៉ុន្តែគេអត់គិតដូចខ្ញុំទេអញ្ចឹងហើយពេលនេះគឺជាពេលការពារខ្លួនរបស់រឿងទាំងអស់នេះទាំងរឿងដែលខ្ញុំផុសទាំងអីទាំងអស់វាគ្រាន់តែជាចំណែកតូចមួយនៃរឿងតូចមួយដែលខ្ញុំបានបង្ហាញវានៅមានរឿងជាច្រើនទៀតដែលអ្នកទាំងអស់គ្នាអត់ទាន់ដឹងអញ្ចឹងហើយបើសិនជាមិនលែងដៃមិនចាប់ខ្ញុំក៏មិនចាប់ដូចគ្នាពិបាកចិត្តប៉ុណ្ណាក៏ច្រើនប៉ុណ្ណាក៏ត្រូវធ្វើការដែរដូចថ្ងៃនេះអញ្ចឹងគឺខ្ញុំបានមកថតជាមួយនឹង product Color Lily ការងាររបស់ខ្ញុំគឺខ្ញុំត្រូវតែបំពេញខ្ញុំអាចយករឿងពិបាកចិត្តមកលុកលំជាមួយនឹងការងារទេខ្ញុំរស់ដើម្បីលុយដើម្បីការងាររបស់ខ្ញុំនឹងឯងអញ្ចឹងហើយគឺខ្ញុំត្រូវតែធ្វើការទោះបីជាខ្ញុំជួបរឿងបែបណាក៏ដោយហត់យ៉ាងណាពិបាកយ៉ាងណាអាចសម្រាកបានតែសម្រាកនៅក្នុងរយៈពេលដែលអាចសម្រាកបានអត់អាចសម្រាកមួយជីវិត
វិតបានទេ Kala Lily គឺខ្ញុំធ្វើការនៅនឹងយូរឯងបងប្អូនទាំងអស់គ្នាផលិតផលទាំងអស់គឺខ្ញុំបានប្រើទាំងអស់ទាំង collagen ទាំង laserom ទាំងកាហ្វេរហូតមកដល់ឥឡូវនេះ Kala Lily គឺបានចេញកាហ្វេថ្មីដែលគេហៅថាកាហ្វេរំដួលកាហ្វេនេះនៅពេលដែលញ៉ាំទៅគឺសម្រករាងរបស់យើងបានល្អខ្លាំងមែនតើជួយធ្វើឲ្យរាងរបស់យើងតូចច្រឡឹងសម្រករាងក្បាលពោះរាងដាប់ដៃកន្លែងណាដែលមានខ្លាញ់គឺជួយរំលាយបានល្អខ្លាំងមែនតើនិយាយទៅជាពិសេសគឺអ្នកដែលគាត់កាំងគីឡូញ៉ាំអីក៏អត់ស្រកតមអាហារបែបណាក៏ដោយក៏នៅតែអត់ស្រកខ្ញុំសូមណែនាំជាមួយកាហ្វេរំដួលហើយបើនិយាយពីស្បែកខ្លួនរបស់ខ្ញុំវិញអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនហ្នឹងគឺខ្ញុំស្រឡាញ់ស្បែកខ្លួនខ្លួនឯងមែនតើអ្នកដែលធ្លាប់ឃើញខ្ញុំនៅក្រៅគឺគាត់ដឹងហើយពីស្បែកខ្ញុំនិយាយទៅគឺគាត់ដឹងមកខ្ញុំតែងតែប្រើជាមួយនឹងលេខតិចមួយក៏ដូចជាសេរ៉ូម Snow White របស់ Kala Lily ដែលថាតែលេនេះគឺជាប្រភេទលេសុទ្ធលាបទៅអត់ធ្វើឲ្យស្បែកលេនេះហើយគឺជាប្រភេទលេសុទ្ធលាបទៅអត់មានជាតិកាត់អត់មានជាតិបោកអត់ធ្វើឲ្យស្បែករបស់យើងប្រតិកម្មអីទេបងប្អូនហើយអត់ខ្មៅវិញណានៅពេលដែលយើងជប់លាបទៅគឺផ្ដល់សំណើមដល់ស្បែកល្អមែនតើ